បានគេចាប់បាននៅលើកាមេរ៉ាដែលហាក់ដូចជាមានសមត្ថភាពអរូបីចំពោះមនុស្សដែលទទួលបានការពិត Superpowers បន្ទាប់ពីគ្រោះថ្នាក់ក្មេងស្រីតូបវីដេអូនេះមកពីហាងកាហ្វេមួយក្នុងប្រទេសចិនវាត្រូវបានគេចាប់បាននៅលើ Seeker ហើយបានពិនិត្យឡើងវិញតែបន្ទាប់ពីឧបត្តិហេតុបានកើតឡើងដោយដែលអ្នកអាចឃើញមានក្រុមមិត្តភ័ក្តិនឹងម្នាក់ស្ត្រីអង្គុយតែម្នាក់ឯងវាហាក់ដូចជាបុរសមួយចំនួនកំពុងញ៉ៃញ៉ៃជាមួយបុរសដែលអង្គុយក្បែរស្ត្រីនៅក្នុងក្រុមពួកគេហាក់ដូចជាកំពុងធ្វើអ្វីមួយចំពោះភេសជ្ជៈរបស់គាត់ហើយនោះជាពេលដែលគាត់វាពួកគេចេញហើយប្រាប់ពួកគេឲ្យអង្គុយចុះប្រហែលជាមានចំនួននឹងផ្ទុះឡើងប៉ុន្តែពេលនោះអាចកំបាំងស្ត្រីដែលអង្គុយតែម្នាក់ឯងលើកដៃឆ្វេងបន្ទាប់មកនាងហាក់ដូចជាផ្លាស់ទីតរបស់ពួកគេមករកនាងនៅពេលដំបូងមិត្តភក្តិមានការភ័យខ្លាចហើយមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែនៅពេលដែលនាងរំកិលដៃរបស់នាងហើយទៅរំកិលម្ដងទៀតពួកគេដឹងថាវាគឺជានាងស្ត្រីនោះមើលទៅហាក់ដូចជាស្ងប់ស្ងាត់នៅពេលដែលនាងកំពុងធ្វើបែបនេះស្ទើរតែដូចជានាងបានធ្វើវាមុនពេលមនុស្សគ្រប់គ្នានៅក្នុងក្រុមមិត្តភក្តិមានការភ័យខ្លាចយ៉ាងខ្លាំងហើយពួកគេថែមទាំងស្រែកដាក់ក្មេងស្រីសួរថាមានរឿងអីកើតឡើងពួកគេគោះទោសហើយស្រែកប៉ុន្តែនាងគ្រាន់តែមិនបានក្រឡេកមើលទីបំផុតនាងក្រឡេកមើលហើយក្រោកឡើងបន្ទាប់មកនាងចាប់ផ្ដើមឆ្លោះប្រកែកជាមួយបុរសម្នាក់ព្យាយាមបោះអ្វីមួយមកលើនាងប៉ុន្តែពេលនោះនាងរុញគាត់ថយក្រោយដោយប្រើកម្លាំងតែប៉ុណ្ណោះខ្ញុំមិនប្រកាសថាតើនាងអាចធ្វើអ្វីនៅទីនេះបានទេប៉ុន្តែមនុស្សមួយចំនួនមានការរំពឹងថានាងអាចពុតខ្យល់នៅក្នុងជីវិតពិតនេះត្រូវបានគេស្គាល់ផងដែរថាជា telekinesis នេះគឺជាសមត្ថភាពផ្លូវចិត្តនៃការជាឥទ្ធិពលលើប្រព័ន្ធរូបវន្តដោយគ្មានអន្តរកម្មណាមួយវាមិនត្រូវបានគេដឹងថាតើ telekinesis ពិតឬអត់ប៉ុន្តែក្នុងទសវត្សរ៍ឆ្នាំ1960និង70 SIA បានធ្វើការពិសោធន៍ telekinesis នេះគឺជាអ្វីដែលគេស្គាល់ថាជា Mkotra ហើយវាថែមទាំងជាមូលដ្ឋាននៃកម្មវិធីទូរទស្សន៍ Stranger Things ទៀតផងប៉ុន្តែតើអ្នកគិតថានោះជាអ្វីដែលកំពុងកើតឡើងនៅក្នុងវីដេអូនេះឬក៏ជាអ្វីផ្សេងទៀតអ្នកបំផ្លាញផែនដីអ្នកប្រហែលជាធ្លាប់បានឮពីគំនិតនៃការបំផ្លាញផែនដីពីមុនមកវាជាសមត្ថភាពក្នុងការផ្លាស់ទីបរិមាណដ៏ច្រើននៃផែនដីដោយប្រើតែរាងកាយរបស់អ្នកនេះត្រូវបានគេស្គាល់ផងដែរថាជា Geokinesis នៅក្នុងវីដេអូដែលត្រូវបានគេចាប់បាននៅក្នុងប្រទេសចិនបុរសម្នាក់ហាក់ដូចជាកំពុងធ្វើបែបនោះគាត់ចាប់ផ្ដើមដោយការលើកឡើងដុំផែនដីដ៏ធំសម្បើមនៅពេលដំបូងអ្នកប្រហែលជាគិតថានេះមិនមែនជាមហាអំណាចទេប្រហែលជាគាត់ជាបុរសខ្លាំងម្នាក់ប៉ុន្តែបន្ទាប់ពីគាត់លើកដីមួយចំនួនធំសូមពិនិត្យមើលអ្វីដែលគាត់ធ្វើបន្ទាប់គាត់ហាក់ដូចជាប្រើ Kinesis មួយចំនួនហើយផ្លាស់ទីផែនដីដោយមិនចាំបាច់ប៉ះវាដីមួយដុំធំងើបឡើងបន្តិចម្ដងចេញពីដីនៅចំណុចមួយគាត់ថែមទាំងឈរនៅលើកម្ពស់ដីគោកហើយរំកិលវាឡើងជាមួយគាត់ឈរនៅលើវានេះបង្ហាញថាវាមិនអាចជាអ្វីផ្សេងរុញវាព្រោះគាត់ឈរនៅលើវាទម្ងន់វាចុះព្រះសង្ឃខ្លះនៅប្រទេសចិនពិតជាធ្វើអនុវត្ត Geokinesis ជាប្រចាំប៉ុន្តែតើអ្នកគិតថាអ្វីដែលកំពុងកើតឡើងនៅក្នុងវីដេអូនេះបរិហោះប្រសិនបើអ្នកសួរមនុស្សភាគច្រើនថាតាមហាអំណាចអ្វីដែលពួកគេចង់បានមនុស្សជាច្រើននឹងនិយាយថាហោះគិតអំពីថាតើវានឹងអស្ចារ្យប៉ុណ្ណាដើម្បីទៅកន្លែងណាដែលអ្នកចង់បានមិនត្រឹមតែវានឹងមានភាពងាយស្រួលនោះទេនឹងសន្សំសំចៃពេលវេលាប៉ុន្តែអ្នកក៏អាចខ្លាចជាកម្ពុជាវីរបុរសពិតប្រាកដដែលជួយសង្គ្រោះថ្ងៃនឹងគេចចេញពីគ្រោះថ្នាក់ផងដែរថ្ងៃមួយនៅក្នុងប្រទេសចិននរណាម្នាក់បានឃើញអ្វីដែលចម្លែកនៅលើមេឃដំបូងពួកគេគិតថាវាអាចជាសត្វស្លាបឬប្រហែលជាយន្តហោះប៉ុន្តែពួកគេបានដឹងភ្លាមថាវាជាបុរសម្នាក់ដែលពួកគេអះអាងថាវាងាយស្រួលណាស់ក្នុងការមើលឃើញក្នុងជីវិតពិតប៉ុន្តែដោយសារពួកគេត្រូវពង្រីកលើវីដេអូគុណភាពមិនសូវល្អទោះយ៉ាងណាក៏ដោយអ្នកអាចមើលឃើញយ៉ាងច្បាស់នៅរូបរាងរបស់បុរសម្នាក់គាត់ហាក់ដូចជាកំពុងរសាត់អន្តែតនៅជុំវិញកម្ពស់ខ្ពស់ហាក់ដូចជាគាត់នៅជុំវិញ 5000 feet នៅលើអាកាសគាត់រសាត់នៅជុំវិញដូចជាបុរសម្នាក់ថតគាត់ទោះបីជាមើលទៅដូចជាគាត់កំពុងធ្វើចលនាយឺតសម្រាប់ពួកយើងក៏ដោយចូលចាំថាគាត់នៅឆ្ងាយដែលមានន័យថាគាត់ទំនងជាធ្វើចលនាលឿនជាងមុននៅកន្លែងដែលគាត់នៅស្ទើរតែដូចជាយន្តហោះលឿនណាស់វាដូចជារបៀបដែលយន្តហោះហាក់ដូចជាផ្លាស់ទីយឺតពេលនៅឆ្ងាយបង្ខំឲ្យវីដេអូនេះបានមកពីមហាវិទ្យាល័យឬសាលារៀននៅប្រទេសចិនក្មេងប្រុសម្នាក់កំពុងថតមិត្តរួមថ្នាក់របស់គាត់សាច់ព្រោះមិត្តរួមថ្នាក់របស់គាត់កំពុងប្រើកុំព្យូទ័រមានអារម្មណ៍រំខានហាក់ដូចជាគាត់មានបញ្ហាបច្ចេកទេសមួយចំនួនក្មេងប្រុសនៅលើកុំព្យូទ័រមិនបានដឹងថាគាត់កំពុងត្រូវបានថតនៅពេលដំបូងឡើយប៉ុន្តែនោះគឺនៅពេលដែលស្រាប់តែគាត់លេចមុខដើម្បីប្រើ Tempo Telekinesis ដើម្បីរំកិល monitor របស់គាត់ត្រឡប់មកវិញមិត្តភក្តិរបស់គាត់កំពុងថតគាត់បន្ទាប់មកដកដង្ហើមធំដោយការភ្ញាក់ផ្អើលហើយនោះគឺជាពេលដែលគាត់លេចមុខដើម្បីប្រើ Tempo Telekinesis ដើម្បីគាំងទ្វារអាវគាត់ប្រហែលជាត្រូវបានគេចាប់បានដោយការយាមដែលមិត្តភក្តិរបស់គាត់បានចាប់គាត់ដោយប្រើអំណាចរបស់គាត់នៅលើកាសែតវីដេអូនេះបានរីករាលដាលនៅលើបណ្ដាញសង្គមចិនក្នុងឆ្នាំ2018ហើយទោះបីជាខ្សែអក្សរអាចជាប្រើដើម្បីទាញទ្វារឲ្យបិទខ្ញុំមិនឃើញថាវានឹងដំណើរការសម្រាប់ monitor ផងដែរប្រតិកម្មនៅក្នុងវីដេអូហាក់ដូចជាពិតប្រាកដណាស់ប៉ុន្តែតើអ្នកគិតថាអ្វីជាមហាអំណាចពិតប្រាកដឬអ្វីផ្សេងទៀតថាមពលអគ្គិសនីការរៀបចំអគ្គិសនីគឺជាមហាអំណាចដ៏ពេញនិយមនៅក្នុងខ្សែភាពយន្តប៉ុន្តែមនុស្សមួយចំនួនជឿថាវាពិតជាការពិតមនុស្សជាច្រើនជឿថា Nikola Tesla អាចរៀបចំអគ្គិសនីបានជាច្រើនទ្រឹស្ដីគាត់បានបង្កើតវិធីដើម្បីផ្ដល់ឲ្យមនុស្សគ្រប់គ្នានៅថាមពលដោយឥតគិតថ្លៃគាត់នឹងធ្វើបែបនេះជាមួយខាប់មួយអ្នកទទួលនឹងមេដាយប៉ុន្តែមនុស្សមួយចំនួនជឿថាគាត់ត្រូវបានគេនាំចេញមុនពេលគាត់អាចផ្ដល់ថាមពលដោយឥតគិតថ្លៃដល់ពិភពលោក
ប៉ុន្តែវីដេអូនេះមកពីហុងកុងហាក់ដូចជាចាប់យកការរៀបចំអគ្គិសនីពិតប្រាកដប៉ុន្តែវីដេអូនេះមកពីហុងកុងហាក់ដូចជាបង្ហាញពីការរៀបចំអគ្គិសនីពិតប្រាកដវីដេអូដំបូងបង្ហាញពីពេលយប់ការថតរូបតាមដងផ្លូវនៃទីក្រុងហុងកុងប៉ុន្តែភ្លាមនោះបុរសពាក់អាវក្រណាត់ម្នាក់បានលេចមុខនៅខាងក្រោយបន្ទាប់មកស្រាប់តែបាតដៃរបស់គាត់ហាក់ដូចជាបញ្ចេញពន្លឺពណ៌ខៀវគាត់ហាក់ដូចជាភ័យយ៉ាងខ្លាំងនៅពេលដែលរឿងនេះកើតឡើងស្ទើរតែដូចជាគាត់មិនអាចគ្រប់គ្រងវាបាននៅពេលដែលគាត់ដឹងថាមានកាមេរ៉ានៅក្បែរនោះគាត់ក៏ភ័យស្លន់ស្លោហើយរត់គេចខ្លួនអ្នកថតរូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូច្នេះគាត់ក៏ដើរតាមគាត់ប៉ុន្តែពេលនោះបុរសនោះហាក់ដូចជាកំពុងរត់ឆ្លងកាត់ផ្លូវហើយបន្ទាប់មកក៏រត់ចូលទៅកន្លែងណាមួយរថយន្តក្រុងមួយបើកកាត់ប៉ុន្តែបុរសនោះក៏បាត់ខ្លួនយ៉ាងសាមញ្ញតើអ្នកគិតថាបុរសម្នាក់នេះអាចជាអ្នកបញ្ជូនសារតាមទូរស័ព្ទដែរឬទេប្រសិនបើមានតែមហាអំណាចមួយប៉ុណ្ណោះដែលត្រូវបានចាប់នៅលើវីដេអូនេះវាមើលទៅហាក់ដូចជាคล้ายៗប៉ុន្តែដោយសារតែមហាអំណាចពីរបានកើតឡើងប្រហែលជានេះជារឿងពិតខ្ញុំមិនប្រកាសថាអ្នកអាចកែសម្រួលវាយ៉ាងដូចម្ដេចទេប៉ុន្តែប្រហែលជាមានវិធីមួយតើអ្នកគិតថាមានអ្វីកើតឡើងនៅទីនេះ Getaway វីដេអូនេះបានមកពីនាយកដ្ឋានប៉ូលីស Garden City ក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិកយប់មួយពួកគេបានឃើញរថយន្តពណ៌ស្បើកលឿនពួកគេបានបើកស៊ីរ៉ែនហើយចាប់ផ្ដើមដេញរថយន្តនោះប៉ុន្មាននាទីក្រោយមករថយន្តបានរេចចង្កូតក្នុងល្បឿនលឿនស្ទើរតែដូចជាអ្នកបើកបរត្រូវបានអារក្សសន្ធិដ្ឋពួកគេបានដេញរថយន្តនោះបន្តទៀតស្រាប់តែរថយន្តនោះបាត់ខ្លួននៅក្បែរប៉ែករបងរថយន្តប៉ូលីសជាប់គាំងនៅពីក្រោយរបងព្រោះវាមិនខូចខាតអ្វីសោះស្ទើរតែដូចជារថយន្តពណ៌ស្បានបញ្ជូនតាមទូរទស្សន៍ឆ្លងកាត់របងប៉ូលីសមានការភ្ញាក់ផ្អើលនិងមានការភ័ន្តច្រឡំនៅពេលដែលរឿងនេះបានកើតឡើងអ្នកបើកបរបានរត់គេចខ្លួនហើយមិនដែលត្រូវបានគេស្គាល់អត្តសញ្ញាណឡើយវីដេអូនេះត្រូវបានចេញផ្សាយជាសាធារណៈដើម្បីព្យាយាមនឹងតាមដានរថយន្តដែលត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនេះវានៅតែជាអាថ៌កំបាំងទាំងស្រុងអំណាចកម្ពុជារបស់ផ្សារទំនើបវីដេអូនេះបានមកពីកាមេរ៉ាសុវត្ថិភាពរបស់ផ្សារទំនើបចិនវីដេអូនេះបានមកពីកាមេរ៉ាសុវត្ថិភាពរបស់ផ្សារទំនើបចិននៅចំណុចមួយស្ត្រីម្នាក់គឺព្យាយាមយករបស់មួយចុះពីធ្នើដែលជាពេលដែលនារីម្នាក់ទៀតពាក់នាងចាប់ផ្ដើមឈោងចាប់វាប៉ុន្តែបន្ទាប់មកខ្នងរបស់នាងភ្លឺឡើងនាងហាក់ដូចជាប្រើប្រភេទមួយចំនួនTemple Telekinesis ដើម្បីទទួលបានវត្ថុនៅពេលក្រោយកាមេរ៉ាមួយទៀតចាប់ប្រទេសទិញទំនិញស្ទើរតែបុកកុមារប៉ុន្តែពេលនោះហើយដែលនាងប្រើកម្លាំងចិត្តដើម្បីរំកិលរទេះដើរទិញអីវ៉ាន់ចេញពីផ្លូវប្រហែលជានេះជាឧទាហរណ៍នៃពលរដ្ឋដែលមានកម្លាំងចិត្តពិតប្រាកដខ្ញុំគិតថានោះជាវិធីដែលអ្នកប្រើអំណាចដើម្បីជួយមនុស្សក្នុងជីវិតប្រចាំថ្ងៃតើអ្នកគិតថាស្ត្រីនេះពិតជាមានអំណាចអរូបីមែនទេឬតើមានអ្វីផ្សេងទៀតនៅទីនេះដែរឬទេចំណតឡានម៉ាស៊ីនបញ្ជូនតាមទូរស័ព្ទមួយនេះបានមកពីចំណតឡានកាមេរ៉ាសុវត្ថិភាពនៅឆ្នាំ2012បុរសម្នាក់ត្រូវបានគេឃើញដើរទៅឡានរបស់គាត់ជាមួយនឹងគ្រឿងទេសប៉ុន្តែនៅពេលនោះតួលេខលឿនមិនគួរឲ្យជឿលេខឡើងហោះហើរដោយវាកើតឡើងលឿនណាស់តាមភាជនៈកំណត់សម្លេងរោទរថយន្តផ្សេងទៀតបុរសនោះមានការងឿងឆ្ងល់ប៉ុន្តែតើអ្នកគិតថាកំពុងមានអ្វីកើតឡើងនៅទីនេះអ្នកខ្លះបាននិយាយថាវីដេអូនេះអាចជាខ្ញុំគិតថាវាហាក់ដូចជាមិនសូវប្រាកដនិយមជាងវីដេអូខ្លះនៃវីដេអូផ្សេងទៀតដែលយើងបានឃើញប៉ុន្តែប្រហែលជានេះជានរណាម្នាក់ដែលបញ្ជូនតាមតួលេខឬទៅក្នុងល្បឿនលឿនពិតប្រាកដការគ្រប់គ្រងខ្យល់នេះគឺជាវីដេអូមួយផ្សេងទៀតដែលមកពីប្រទេសចិនបុរសម្នាក់ហាក់ដូចជាកំពុងប្រើអេរ៉ូគីនីនេះគឺជាការគ្រប់គ្រងខ្យល់និងខ្យល់នៅកន្លែងណាដែលគាត់ផ្លាស់ទីដៃស្លឹកនៅជុំវិញគាត់ហាក់ដូចជាផ្លុំយ៉ាងអស្ចារ្យនេះហាក់ដូចជាកំពុងកើតឡើងបន្ទាប់ពីគាត់ផ្លាស់ទីដៃរបស់គាត់វាស្ទើរតែដូចជាគាត់ពិតជាគ្រប់គ្រងអ្វីដែលកំពុងកើតឡើងនៅទីនេះសូមក្រឡេកមើលវីដេអូនេះពីប្រទេសរុស្ស៊ីវាបង្ហាញបុរសចំណាស់ម្នាក់និងក្មេងប្រុសម្នាក់ជិះម៉ូតូស្កូទ័រប៉ុន្តែនៅពេលនោះនៅលើចិញ្ចើមផ្លូវភ្លុកបេតុងដ៏ធំបានធ្លាក់ដល់ដីជីតានិងក្មេងតូចឃ្លាតគ្នាត្រឹមសង់ទីម៉ែត្រឆ្ងាយហើយក្មេងស្រីម្នាក់ក៏បានឆ្លងកាត់កន្លែងដែលបេតុងប៉ះដែរប៉ុន្តែអស្ចារ្យណាស់មនុស្សគ្រប់គ្នាបានរួចជីវិតហើយគ្មាននរណាម្នាក់រងរបួសទេវាស្ទើរតែដូចជាបុរសនោះមានញាណទី6ប្រហែលជាគាត់ដឹងថាមាននរណាម្នាក់កំពុងព្យាយាមចាប់គាត់បន្ទាប់ពីឃ្លីបនេះត្រូវបានចាក់ផ្សាយនៅលើសារព័ត៌មានរុស្ស៊ីទ្រឹស្ដីជាច្រើនបានលេចឡើងខ្លះ Some speculated the man may have had mob ties, and this was someone trying to assassinate him, while others said it was simply delinquent teenagers in the area. Whatever was going on, this was a very near miss. បាននិយាយថាវាគ្រាន់តែជាក្មេងចំវាគួរឲ្យខ្លាចដែលបុរសចំណាស់និងកុមារបានផ្អាកនៅចំណុចជាក់លាក់នោះប៉ុន្តែវាហាក់ដូចជាបុរសនោះញ៉ានស្ប៉ៃដេបានទាត់ចូលទាន់ពេលវេលាវាពិតជាអស្ចារ្យណាស់ដែលបានឃើញមហាអំណាចពិតប្រាកដដែលតើមនុស្សទទួលបានមហាអំណាចទាំងនេះតាំងពីដើមមកយ៉ាងដូចម្ដេចនោះគឺមកពីគ្រោះថ្នាក់មួយកុំជឿខ្ញុំនេះគឺជាមនុស្សមួយចំនួនដែលទទួលបានមហាអំណាចពិតប្រាកដក្រោយពីមានគ្រោះថ្នាក់ Jason Paget សម្រាប់ជីវិតភាគច្រើនរបស់ Jason គាត់គឺជាអ្វីទាំងអស់ក្រៅពីការសិក្សាគាត់មិនចូលចិត្តសាលារៀនតតែសោះផ្ទុយទៅវិញគាត់ចូលចិត្តជប់លៀងចាប់ដៃគូនិងសប្បាយគាត់តែងតែគិតថាគណិតវិទ្យាគឺគួរឲ្យធុញនិងគ្មានន័យ
ប៉ុន្តែនៅថ្ងៃដែលអាក្រក់នៃថ្ងៃសុក្រទី13ឆ្នាំ2002ជីវិតរបស់ Jason បានផ្លាស់ប្ដូរជារៀងរហូតនៅពេលដែលគាត់ចាក់ចេញ បារខារ៉ាអូខេជាមួយមិត្តភក្តិខ្លះ Jason ត្រូវបានលោតឡើងឧក្រិដ្ឋជនពី3នាក់បានវាយគាត់ចំក្បាលជាច្រើនដងក៏បានប្លន់គាត់ដែរគាត់មានការប៉ះទង្គិចហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះប៉ុន្តែនៅពេលដែលគាត់ត្រូវបានដោះលែងពីមន្ទីរពេទ្យហើយត្រឡប់ទៅផ្ទះវិញគាត់ដឹងថាគាត់មិនដូចគ្នាទេភ្លាមនោះគាត់ចាប់ផ្ដើមមើលឃើញពិភពលោកដូចល្បែងកុំព្យូទ័រ retro អ្វីគ្រប់យ៉ាងគឺ pixelated ហើយគាត់អាចមើលឃើញអ្វីតាមធរណីមាត្រគាត់ក៏ចាប់ផ្ដើមសួរសំណួរអំពីគណិតវិទ្យានិងរូបវិទ្យាគាត់បានរកមើល fractals នៅលើអ៊ីនធឺណិតហើយដឹងថាគាត់យល់គ្រប់យ៉ាងទោះបីជាគាត់មិនដែលស្រាវជ្រាវអ្វីទាំងអស់នេះនៅសាលាក៏ដោយគ្រប់ទីកន្លែងដែល Jason មើលឃើញតែលក្ខណៈ fractal ប៉ុណ្ណោះ fractals គឺជាលំនាំគ្មានទីបញ្ចប់ដែលមានភាពស្មុគស្មាញខ្លាំងអ្នកអាចមើលកាន់តែជ្រៅទៅក្នុងពួកវាប៉ុន្តែពួកវាគ្រាន់តែបន្តជារៀងរហូតហើយកាន់តែមានភាពស្មុគស្មាញ Jason ចាប់ផ្ដើមគូ fractals ដែលគាត់កំពុងឃើញហើយក្នុងរយៈពេលពី3ខែគាត់មានរាប់ពាន់នៃការគូរង្វង់នឹង fractal Jason អាចមើលឃើញរូបមន្តគណិតវិទ្យានៅក្នុងក្បាលរបស់គាត់ហើយបន្ទាប់មកបំពេញវានៅលើក្រដាសគាត់ក៏អាចមើលឃើញសមីការហើយបន្ទាប់មកគូវាទៅក្រាហ្វគាត់អាចស្រមៃមើលអ្វីទាំងអស់នេះនៅក្នុងខួរក្បាលរបស់គាត់ហើយបន្ទាប់មកដាក់វានៅលើក្រដាសសម្រាប់មនុស្សគ្រប់គ្នាបើមិនដូច្នោះទេដើម្បីមើលការប៉ះទង្គិចដែលគាត់បានទទួលនៅពេលដែលគាត់ត្រូវបានគេប្លន់បានប្រែក្លាយគាត់ទៅជាទេពកោសនៅទីបំផុតនេះត្រូវបានជ្រើសរើសដោយប្រព័ន្ធផ្សព្វផ្សាយគាត់បានធ្វើដំណើរទៅសាកលវិទ្យាល័យ Aalto ក្នុងទីក្រុង Helsinki ហើយនោះជាកន្លែងដែលខួរក្បាលរបស់គាត់ត្រូវបានស្កេនដោយអ្នកជំនាញពួកគេបានដឹងថាគាត់មានលទ្ធភាពចូលទៅផ្នែកខ្លះនៃខួរក្បាលមនុស្សភាគច្រើនមិនអាចចូលទៅមើលផ្នែកមើលឃើញរបស់គាត់បានទេដែលដំណើរការជាមួយនឹងផ្នែកនៃខួរក្បាលតែធ្វើការគណនាគណិតវិទ្យានេះមានន័យថាគាត់អាចមើលឃើញសមីការគណិតវិទ្យាណាមួយតាមភេញជ្ជៈហើយដោះស្រាយវាក្នុងពេលជាក់ស្ដែងគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញា 7 ដែលទទួលបាននេះគឺជាលក្ខខណ្ឌដែលនរណាម្នាក់ទទួលបានចំណេះដឹងយ៉ាងឆាប់រហ័សនេះអាចកើតឡើងនៅពេលដែលអ្វីមួយខុសប្រក្រតីកើតឡើងចំពោះខួរក្បាលឧទាហរណ៍ការវះកាត់ខួរក្បាលឬការប៉ះទង្គិចเป็นមសមហនសម្រាប់ជនជាតិលោកខាងលិចភាសាចិនគឺជាភាសាមួយដែលពិបាកបំផុតក្នុងការរៀនការសរសេរគឺស្មុគស្មាញណាស់ក៏មានពាក្យដែលមានន័យច្រើនយ៉ាងនៅពេលនិយាយខុសគ្នាហើយវាត្រូវការសំបីតែមនុស្សដែលពូកែរៀនភាសាមកចំណាយពេលរាប់ឆ្នាំដើម្បីរៀនភាសាចិនឲ្យបានល្អប៉ុន្តែមិនមែនជាករណីសម្រាប់បុរសអូស្ត្រាលីម្នាក់នៅឆ្នាំ2015នោះទេ Ben កំពុងជិះក្នុងឡានដែលត្រូវគេបុកពេញទំហឹងបន្ទាប់ពីគំនោដែលគាត់សន្លប់អស់រយៈពេលជាង1សប្តាហ៍ប៉ុន្តែពេលគាត់ភ្ញាក់ពីដំណេក Ben និងគិលានុបដ្ឋាយិការបស់គាត់ភ្ញាក់ផ្អើលនោះគឺដោយសារតែ Ben ចាប់ផ្ដើមនិយាយភាសាចិនយ៉ាងល្អ Ben មិនដឹងថាគាត់ចេះនិយាយដោយរបៀបណាទេហើយសរសេរភាសាចិនគាត់បានសុំក្រដាសមួយសន្លឹកពីគិលានុបដ្ឋាយិការបស់គាត់ហើយប៊ិចមួយដើមគាត់បានសរសេរដោយមិនខំថាខ្ញុំស្រឡាញ់ម៉ាក់របស់ខ្ញុំស្រឡាញ់ប៉ារបស់ខ្ញុំនឹងជាសះស្បើយនៅក្នុងភាសាចិនដ៏ល្អឥតខ្ចោះគ្រូពេទ្យរបស់គាត់គ្មានការពន្យល់សម្រាប់រឿងនេះទេតតែសោះទាំង Ben ឬឪពុកម្ដាយរបស់គាត់មិនដែលបានសិក្សាឬនិយាយភាសាចិនទេ Ben ត្រូវការពេល2-3ថ្ងៃដើម្បីចងចាំពីរបៀបនិយាយភាសាអង់គ្លេសប៉ុន្តែពេញមួយពេលដែលគាត់និយាយភាសាចិនយ៉ាងស្ទាត់ជំនាញប្រសិនបើអ្នកមិនបានធ្វើទេការសិក្សាសម្រាប់ការប្រឡងភាសាអេស្ប៉ាញនោះប្រហែលជាសន្លប់គឺជាវិធីដ៏ល្អមួយដើម្បីរៀនភាសាគ្រាន់តែលេងសើចវាពិតជាមិនសមនឹងហានិភ័យនោះទេជាពិសេសព្រោះរឿងនេះមិនបានកើតឡើងចំពោះនរណាម្នាក់ចាប់តាំងពីលោក Ben មកអ្នកវិទ្យាសាស្ត្រនិយាយថាវាជារឿងអាចកំបាំងផ្នែកវិទ្យាសាស្ត្រមុនពេលដែលពួកយើងបន្តធ្វើឲ្យប្រាកដថាអ្នកទាំងអស់គ្នាចុះឈ្មោះជានឹងចុចកណ្ដឹងជូនដំណឹងផងដែរវាពិតជាជួយខ្ញុំចេញតូនីសេកូរីយ៉ាគឺជាមនុស្សធម្មតារស់នៅអាល់បានីញ៉ូយ៉កប៉ុន្តែនៅថ្ងៃមួយក្នុងឆ្នាំ1994ជីវិតរបស់គាត់បានផ្លាស់ប្ដូរជារៀងរហូតគាត់កំពុងហៅម្ដាយរបស់គាត់ពីទូរស័ព្ទសាធារណៈប៉ុន្តែនៅពេលនោះពីខាងក្នុងប្រអប់ទូរស័ព្ទសាធារណៈធ្វើពីលោហៈនិងកញ្ចក់គាត់បានឃើញមួយព្យុះធំនៅលើមេឃគាត់ដើរបានតែមួយជំហានហើយត្រូវរន្ទះបាញ់ភ្លាមបេះដូងរបស់គាត់ពិតជាជប់ប៉ុន្តែអរគុណណាស់ដែលស្ត្រីដែលកំពុងរងចាំនៅពីក្រោយគាត់ដើម្បីប្រើទូរស័ព្ទសាធារណៈគឺជាគិលានុបដ្ឋាយិកាហើយនាងអាចជួយសង្គ្រោះ Tony នៅកន្លែងកើតហេតុពី3សប្តាហ៍ក្រោយមក Tony បានទៅជួបគ្រូពេទ្យសរសៃប្រសាទពីព្រោះគាត់មានបញ្ហាការចងចាំប៉ុន្តែការស្កេនខួរក្បាលមិនបង្ហាញអ្វីដែលខុសប្រក្រតីពី3ថ្ងៃក្រោយមក Tony ចាប់ផ្ដើមមានអារម្មណ៍ចម្លែកគាត់មានការជំរុញភ្លាមឲ្យស្ដាប់តន្ត្រីព្យ៉ាណូទោះបីជាគាត់ស្ដាប់តែតន្ត្រីរ៉ុកនិងរ៉ូពីមុនមកក៏ដោយបន្ទាប់មកគាត់ចាប់ផ្ដើមទិញសន្លឹកតន្ត្រីផងដែរគាត់ចាប់ផ្ដើមយល់ពីកំណត់ត្រានិងរបៀបដែលវានឹងស្ដាប់ទៅទោះបីជាមិនដែលលេងព្យាណូមុនពេលគាត់ចាប់ផ្ដើមតែងនិពន្ធតន្ត្រីព្យាណូដោយដឹងពីរបៀបដែលវានឹងស្ដាប់ទៅដោយគ្រាន់តែមើលវានៅលើទំព័រមួយគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញា 7 ដែលទទួលបានហើយសប្តាហ៍ថ្ងៃនេះនៅតែលេងព្យាណូយ៉ាងល្អឥតខ្ចោះOrlando Cyril Orlando គឺដូចជាមនុស្សប្រុសធម្មតាដែររហូតដល់ថ្ងៃទី17ខែសីហាឆ្នាំ1979
គាត់កំពុងលេងបាល់បោះពេលដែលបាល់បោះវាចំក្បាលគាត់មានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះពេលដែររឿងនេះបានកើតឡើងដែលមានន័យថាខួរក្បាលរបស់គាត់មិនទាន់បានអភិវឌ្ឍពេញលេញទេបន្ទាប់ពីបាល់បោះប៉ះក្បាលគាត់ដំបូងឡើយគាត់មិនបានស្វែងរកការព្យាបាលអ្វីទេអូឡែនដូជួបប្រទះការឈឺក្បាលច្រើនប៉ុន្តែមិនយូរប៉ុន្មានអាការៈទាំងនេះក៏បាត់ទៅប៉ុន្តែអ្វីដែលកើតឡើងគឺសមត្ថភាពក្នុងការអនុវត្តការគណនាដ៏ស្មុគស្មាញនៅក្នុងក្បាលរបស់គាត់អាចចងចាំអាកាសធាតុដែលគាត់នៅនឹងអ្វីដែលគាត់បានធ្វើនៅថ្ងៃណាមួយអង្គចងចាំរបស់អូឡែនដូគឺពិតជាអស្ចារ្យលើសមនុស្សធម្មតាអ្នកវិទ្យាសាស្ត្របានធ្វើតេស្តMRIជាច្រើនលើអូឡែនដូហើយពួកគេបានធ្វើរោគវិនិច្ឆ័យគាត់ថាមានរោគសញ្ញា 7 ដែលទទួលបាន Jarek Amator នៅពេលដែល Jarek មានអាយុ39ឆ្នាំគាត់បានលោតចូលទៅក្នុងអាងហែលទឹកប៉ុន្តែវាពេកហើយគាត់បានវាយក្បាលរបស់គាត់មិនមែនជាចលនាដ៏អស្ចារ្យនោះទេប៉ុន្តែវាបានធ្វើឲ្យគាត់ក្លាយជាមនុស្សឆ្លាតដំបូងឡើយគាត់មានបញ្ហាធ្ងន់ធ្ងរការប៉ះទង្គិចនឹងគាត់ក៏បានជួបប្រទះការបាត់បង់ការស្ដាប់ 35% ផងដែរប៉ុន្តែបន្ទាប់ពីគាត់បានជាសះស្បើយពីការប៉ះទង្គិចគាត់ចាប់ផ្ដើមមើលឃើញតន្ត្រីចាប់ផ្ដើមបំពេញក្បាលរបស់គាត់ហើយគាត់ចាប់ផ្ដើមឃើញខ្មៅនឹងការ៉េដែលតំណាងឲ្យក្របចុចព្យាណូគាត់អាចតែងភ្លេងសម្រាប់ព្យាណូនិងលេងវាបានទោះបីជាមិនដែលលេងវាពីមុនមក Jarek ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន synesthesia នេះគឺជាទម្រង់ពិសេសនៃការយល់ឃើញក្នុងករណី Jarek វាគឺជាតន្ត្រីដែលជាថតនៅក្នុងឆ្នាំ2019ក្រុមកុមារមួយក្រុមកំពុងលេងបាល់ទាត់នៅប្រទេសអ៊ូកុងដាក្នុងចំណោមពួកគេមានក្មេងប្រុសអាយុ13ឆ្នាំម្នាក់ឈ្មោះ Adro ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយថតមួយបានទៅក្រោមបេះដូងស្មៅដើម្បីជ្រកកន់ខ្លះប៉ុន្តែពេលនោះហើយដែលបេះដូងត្រូវរន្ទះបាញ់ថតមួយត្រូវបានគេយកទៅមន្ទីរពេទ្យដែលនៅក្បែរនោះប៉ុន្តែវាមិនយូរប៉ុន្មានទេទើបដឹងថាថតមួយគឺពិតជាខុសប្លែកពីគេភ្នែករបស់គាត់លែងមានពណ៌ត្នោតទៀតហើយឥឡូវនេះមានពណ៌ខៀវភ្លឺហើយសរសៃរបស់គាត់ក៏មានដែរមើលឃើញតាមរយៈស្បែករបស់គាត់នេះគឺដោយសារតែសរសៃឈាមរបស់គាត់ផ្ទុះចេញពីការឆក់អគ្គិសនីនេះត្រូវបានគេស្គាល់ថាជារូប Lichtenberg ប៉ុន្តែកម្មវិធីគូររូបមានបញ្ហានេះពេញរាងកាយរបស់គាត់គួរឲ្យភ្ញាក់ផ្អើលភ្នែករបស់គាត់ឥឡូវនេះអនុញ្ញាតឲ្យពន្លឺកាន់តែច្រើនផងដែរនេះមានន័យថាគាត់អាចមើលឃើញយ៉ាងល្អឥតខ្ចោះនៅក្នុងទីងឹតប៉ុន្តែគាត់បានរកឃើញថាវាឈឺចាប់ខ្លាំងណាស់ដើម្បីមើលឃើញពន្លឺថ្ងៃភ្លឺច្បាស់តាមបណ្ដោយ Alonso Clemens នៅពេលដែល Alonso នៅក្មេងគាត់បានជួបប្រទះក្បាលអាក្រក់របួសនេះបានផ្លាស់ប្ដូរជីវិតរបស់គាត់យ៉ាងខ្លាំងវាបានបន្សល់ទុកឲ្យគាត់នៅ X45 ហើយគាត់មិនអាចចងស្បែកជើងរបស់គាត់បានទេស្បែកជើងផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែអ្វីដែលគាត់អាចធ្វើបានគឺបង្កើតរូបសត្វលម្អិតខ្លាំងពីដេយ៉ាត់ដែលគាត់អាចមើលបាននៅសត្វណាមួយយ៉ាងឆាប់រហ័សហើយបន្ទាប់មកក្នុងរយៈពេលតិចជាង20នាទីបង្កើតរូបចម្លាក់បីដ៏អស្ចារ្យនៃសត្វដែលពួកវាមានភាពត្រឹមត្រូវជានិច្ចទោះបីជាគាត់មិនដែលឃើញសត្វនេះពីមុនក៏ដោយគាត់មិនដឹងទេរបៀបដែលគាត់អាចធ្វើបែបនេះបានយ៉ាងឆាប់រហ័សនិងត្រឹមត្រូវ Tommy Hoff គឺជាកម្មករសំណង់អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែនៅពេលគាត់មានអាយុ51ឆ្នាំគាត់បានជួបប្រទះនៅសរសៃឈាមខួរក្បាលទ្វេដងនិងដាច់សរសៃឈាមខួរក្បាលគាត់បានសន្លប់អស់រយៈពេលមួយសប្តាហ៍ប៉ុន្តែនៅពេលគាត់ភ្ញាក់ពីដំណេកខួរក្បាលរបស់គាត់ពោពេញទៅដោយចង្វាក់រូបភាពនិងរូបភាពគាត់មានការជំរុញភ្លាមដើម្បីគូគំនូនិងសរសេរកំណាព្យអ្វីមួយដែលគាត់មិនដែលធ្វើពីមុនមកឥឡូវនេះគាត់ល្បីល្បាញខ្លាំងណាស់វិចិត្រករនឹងវីដោយសោកស្ដាយគាត់បានទទួលមរណភាពនៅឆ្នាំ2012ប៉ុន្តែមុនពេលគាត់ទទួលមរណភាពគាត់បាននិយាយថាជំងឺដាច់សរសៃឈាមខួរក្បាលពីររបស់ខ្ញុំមានបានផ្ដល់ឲ្យខ្ញុំនៅដំណើរផ្សងព្រេងដ៏អស្ចារ្យរយៈពេល11ឆ្នាំវាជារឿងដែលគ្មាននរណាម្នាក់អាចរំពឹងទុកបានទេពីខ្ញុំវាជាការសុវត្ថិភាពក្នុងការនិយាយថាវាពិតជាអស្ចារ្យណាស់នៅពេលដែលនរណាម្នាក់ធម្មតាខ្លាយជាមនុស្សអស្ចារ្យប៉ុន្តែមនុស្សមួយចំនួនគឺមនុស្សកម្រជាងអ្នកផ្សេងទៀតនៅទីនេះគឺជាមនុស្សកម្រមួយចំនួនដែលកើតតែម្ដងក្នុង1000ឆ្នាំ Yang Ruweng គឺជាស្ត្រីមកពីប្រទេសចិនគាត់មានអាយុលើសពី100ឆ្នាំដែលពិសេសនៅក្នុងខ្លួនវាប៉ុន្តែអ្នកមិនចាំបាច់មើលខ្លាំងពេកទេដើម្បីមើលអ្វីដែលពិសេសនិងប្លែកអំពីស្ត្រីនេះស្ត្រីវ័យចំណាស់គឺជាករណីតែមួយគត់នៃមនុស្សដែលដុសស្នែងដែលអ្នកវិទ្យាសាស្ត្រមិនដែលបានឃើញអ្វីសោះដូចនេះពីមុនមកហើយដើម្បីធ្វើឲ្យរឿងកាន់តែចម្លែកទៅទៀតពួកគេគ្មានគំនិតថាហេតុអ្វីបានជានាងដុសស្នែងនេះទេអស់មួយជីវិតរបស់គាត់មិនមានស្នែងនេះទេរហូតដល់ឆ្នាំ2009ទើបស្បែកខ្លះនៅលើក្បាលរបស់នាងចាប់ផ្ដើមឡើងក្រាស់ប៉ុន្មានឆ្នាំក្រោយមកដុំពុកមួយបានលេចឡើងហើយបន្ទាប់មកស្នែងក៏ដុះចេញពីនាងយ៉ាងឆាប់រហ័សផ្ញើនេះជាអ្វីដែលគេស្គាល់ថាជាអាថ៌កំបាំងផ្នែកវិទ្យាសាស្ត្រនោះគឺដោយសារអ្នកវិទ្យាសាស្ត្រមិនប្រកាសថាហេតុអ្វីបានជាឬយ៉ាងណារឿងនេះបានកើតឡើងប៉ុន្តែវាទំនងជាកើតឡើងដោយធម្មជាតិដែលមានន័យថាវាអាចកើតឡើងចំពោះអ្នកណាក៏ដោយតាមទ្រឹស្ដីស្នែងនេះទំនងជាធ្វើពី keratin ដែលជាសារធាតុដូចគ្នាដែលសក់និងក្រចករបស់យើងធ្វើពីយ៉ាងមិនប្រកាសថាស្នែងនេះនឹងដុះបានយូរប៉ុណ្ណាទេនៅពេលមួយនាងបារម្ភថាវានឹងបន្តដុះជារៀងរហូតប៉ុន្តែនៅទីបំផុតវាបានឈប់នៅរង្វះ6សង់ទីម៉ែត្រដំបូងឡើយស្នែងបានរារាំងយ៉ាងពីការគេងប៉ុន្តែឥឡូវនេះនាងធ្លាប់ប្រើវាជំនាន់ចាស់ពិតជាតឹងតែងណាស់ហើយនោះជាមូលហេតុដែលនាងគ្រាន់តែបន្តជីវិតរបស់នាងហើយមិនអនុញ្ញាតឲ្យស្នែងប៉ះពាល់ដល់រែងនាងមានកូន7នាក់ប៉ុន្តែពួកគេមិនរស់នៅជាមួយនាងទេពួកគេក៏រស់នៅឆ្ងាយហើយមិន
ឃើញញញឹកញាប់នោះហើយជាមូលហេតុដែលពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញម្ដាយរបស់ពួកគេជាលើកដំបូងជាច្រើនឆ្នាំហើយនាងមានស្នែងគ្រាន់តែស្រមៃទៅលេងម្ដាយរបស់អ្នកមួយថ្ងៃដោយរំពឹងថានាងមានភាពធម្មតាទាំងស្រុងប៉ុន្តែនៅពេលដែលអ្នកទៅអបនាងស្នែងរារាំងអ្នកពីការចូលទៅជិតកូនរបស់គាត់បានស្នើសុំនាំគាត់ទៅជួបគ្រូពេទ្យដើម្បីវះកាត់យកស្នែងចេញប៉ុន្តែយ៉ាងមានការជាប់ចិត្តនឹងស្នែងនេះបន្តិចហើយបដិសេធរាល់ពេលឥឡូវនេះហាក់ដូចជាគាត់អាចនឹងកំពុងដោះស្នែងទី2នៅម្ខាងទៀតនៃក្បាលរបស់គាត់នេះនឹងស្រដៀងគ្នានឹងសត្វជាច្រើនដែលជាធម្មតាមានស្នែងពីរដុសចេញពីក្បាលរបស់ពួកគេប៉ុន្តែជាការពិតណាស់នេះជាធម្មតាកើតឡើងចំពោះថនិកសត្វដីទៀតឧទាហរណ៍ Zhang definitely is one in a million. Before we continue, make sure that you guys Nong subscribe Yose. and press the notification bell. If you do it, then you'll get good luck. Nong Yao Su. Do you តើអ្នកប្រាថ្នាថាអ្នកអាចមើលឃើញក្នុងទីងឹតទេពិតណាស់មនុស្សមួយចំនួនមានពេលយប់កាន់តែប្រសើរចក្ខុវិស័យជាងអ្នកអតីហើយពួកគេនិយាយថាប្រសិនបើអ្នកញ៉ាំការ៉ុតគ្រប់គ្រាន់អ្នកនឹងអាចមើលឃើញកាន់តែច្បាស់នៅក្នុងទីងឹតប៉ុន្តែគ្មាននរណាម្នាក់នៅលើផែនដីមានចក្ខុវិស័យពេលយប់ប្រសើរជាងមនុស្សដែលមិនមែនជាក្មេងប្រុសនេះមកពីប្រទេសចិនហើយគាត់មានមហាអំណាចជីវិតពិតដែលកំពុងមើលឃើញយ៉ាងល្អឥតខ្ចោះក្នុងទីងឹតចក្ខុវិស័យពេលយប់របស់គាត់គឺល្អឥតខ្ចោះគាត់មកពីខេត្តខ្វាងស៊ីរបស់ប្រទេសចិនហើយចាប់តាំងពីថ្ងៃដែលគាត់កើតមកឪពុកម្ដាយរបស់គាត់មានការភ្ញាក់ផ្អើលដោយគាត់ទោះបីជាឪពុកម្ដាយរបស់គាត់មានភ្នែកពណ៌ត្នោតក៏ដោយភ្នែករបស់គាត់មានពណ៌ខៀវស្រាលនេះគឺខ្លាំងណាស់មិនធម្មតាសម្រាប់កុមារអាស៊ីទូទៅព្រោះនៅពេលដែលនងកាន់តែធំឡើងឪពុកម្ដាយរបស់គាត់កាន់តែចាប់អារម្មណ៍និងភ្ញាក់ផ្អើលដោយសារតែនៅក្មេងណាស់ពួកគេដឹងថាគាត់អាចមើលឃើញយ៉ាងច្បាស់នៅទីងឹតម្យ៉ាងវិញទៀតគាត់យល់ថាពន្លឺថ្ងៃភ្លឺខ្លាំងឈឺចាប់អ្នកខ្លះសន្និដ្ឋានថាគាត់មានភ្នែកដូចគ្នាដូចជាឆ្មាប្រសិនបើអ្នកចាំងពិលជប់ភ្នែករបស់នងពួកវានឹងភ្លឺពណ៌បៃតងខៀវដែលពិតប្រាកដរឿងដែលនេះកើតឡើងជាមួយឆ្មាហើយជាការពិតណាស់ឆ្មាបីល្បីថាមានការមើលឃើញពេលរាត្រីល្អឥតខ្ចោះក្នុងឆ្នាំ2009នងត្រូវបានសារព័ត៌មានអន្តរជាតិចាប់អារម្មណ៍នងក៏បានល្បីពេញពិភពលោកហើយតាក់ឈ្មោះថា Catboy គាត់ក៏ត្រូវបានផ្ដល់កំណត់ត្រាពិភពលោក Guinness ផងដែរសម្រាប់ការក្លាយជាមនុស្សដំបូងគេដែលអាចមើលឃើញយ៉ាងល្អឥតខ្ចោះនៅពេលយប់ប៉ុន្តែការរកមើលអ្វីដែលភ្លឺច្បាស់នៅក្រោមពន្លឺថ្ងៃធ្វើឲ្យឈឺចាប់ការដោះដូរដ៏ល្អសម្រាប់ចក្ខុវិស័យពេលរាត្រីដ៏ល្អឥតខ្ចោះអនុញ្ញាតឲ្យខ្ញុំដឹងពីអ្វីដែលអ្នកគិតខាងក្រោមបុរសយៈមិនត្រឹមតែនៅក្នុងរឿងនិទានប្រកបណាស់មនុស្សអាចមានលក្ខខណ្ឌដូចជាជំងឺយៈដែលមនុស្សលូតលាស់ខ្ពស់ខ្លាំងដោយសារអរម៉ូនលូតលាស់លើសកម្រិតប៉ុន្តែមិនមែនជាអ្វីដែលបុរសនេះមាននោះទេបុរសមកពីកាតេម៉ាឡាមានជំងឺមិនស្គាល់មុខគាត់និងប្អូនភ្លោះរបស់គាត់ទាំងពីរមានជំងឺនេះតាំងពីកើតមកប៉ុន្តែជាអកុសលមានតែបុរសម្នាក់នេះទេដែលបានរស់ជីវិតហើយកូនភ្លោះរបស់គាត់បានទទួលមរណភាពតាំងពីគាត់នៅក្មេងគាត់កំពុងជួបប្រទះនៅការលូតលាស់ដែលមិនអាចគ្រប់គ្រងបានបុរសនោះមានឈ្មោះថា Javier ហើយស្ថានភាពវិទ្យាសាស្ត្រអាចកំបាំងនេះមិនមែនជារឿងតែមួយគត់ដែលគាត់ត្រូវរស់នៅជាមួយនោះទេគាត់ក៏មានជំងឺពុកឆ្អឹងក៏ដូចជាជំងឺ hydrocephalus ផងដែរហើយការនិយាយមិនច្បាស់ផងសំឡេងរបស់គាត់គឺជ្រៅណាស់ដែលមនុស្សជាច្រើនគិតថាវាត្រូវបានកែសម្រួលតាមអ៊ីនធឺណិតប៉ុន្តែអត់ទេនោះជាសំឡេងរបស់គាត់ពិតប្រាកដគាត់បន្តលូតលាស់ខ្លាំងរហូតដល់ឆ្អឹងរបស់គាត់ចាប់ផ្ដើមកោងដោយសារតែពួកគេធំណាស់ Javier បច្ចុប្បន្នមានកម្ពស់7 ហ្វីតនិង7 អ៊ីងគាត់ត្រូវការថែទាំ24 ម៉ោងហើយសូម្បីតែក្រែនិងសម្លៀកបំពាក់ដែលផលិតតាមតម្រូវការប៉ុន្តែគួរឲ្យភ្ញាក់ផ្អើល Javier នៅតែព្យាយាមរស់នៅក្នុងជីវិតធម្មតាគាត់បានចូលរៀននៅវិទ្យាល័យនិងបានបញ្ចប់ការសិក្សាហើយគាត់ក៏មានជំនាញខ្លាំងផងដែរនៅពេលនិយាយអំពីការប្រើប្រាស់កុំព្យូទ័រទោះបីជាគាត់មើលទៅធំនិងគួរឲ្យខ្លាចក៏ដោយគាត់មានចិត្តល្អនិងរួសរាយរាក់ទាក់វាមានសុវត្ថិភាពក្នុងការនិយាយថា Javier គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ Miwan Berchanov មានរោមភ្នែកធំនិងចិញ្ចើមត្រូវបានគេចាត់ទុកថាជាលក្ខណៈពិសេសដ៏គួរឲ្យទាក់ទាញមនុស្សជាច្រើនជាពិសេសស្ត្រីចំណាយលុយយ៉ាងច្រើនដើម្បីព្យាយាមពង្រីករោមភ្នែករបស់ពួកគេប៉ុន្តែវានឹងក្លាយជាគ្មានបញ្ហាសម្រាប់ក្មេងប្រុសអាយុ11ឆ្នាំម្នាក់មកពីប្រទេសរុស្ស៊ី Miwan Berchanov ត្រូវបានគេស្គាល់ថាជាក្មេងប្រុសរោមភ្នែកនោះគឺដោយសារតែគាត់មានរោមភ្នែកវែងមិនគួរឲ្យជឿគាត់ក៏មានចិញ្ចើមក្រាស់ខ្លាំងណាស់ដែលវិលឡើងលើរោមភ្នែករបស់គាត់មានប្រវែង2 អ៊ីងទាំងស្រុងតាមធម្មជាតិនេះគឺច្រើនជាងមធ្យមប្រវែងរោមភ្នែកប្រហែល10 មីលីម៉ែត្រឥឡូវនេះក្មេងភាគច្រើនមិនចង់បានរឿងនេះទេក្រែងគេចំអកឲ្យនៅសាលារៀនប៉ុន្តែមេវ៉ានបានអបភាពប្លែករបស់គាត់ហើយនិយាយថាគាត់មិនខ្វល់នឹងវាតិចបំផុតនោះទេគាត់រស់នៅដូចអ្នកផ្សេងទៀតហើយគាត់មិនត្រូវការថែទាំពិសេសណាមួយនៅពេលនិយាយអំពីរោមភ្នែករបស់គាត់នោះទេគាត់បាននិយាយថាគាត់មានផាសុកភាពជាមួយនឹងរោមភ្នែកនិងចិញ្ចើមរបស់គាត់ហើយមិនមានការលំបាកអ្វីទាំងអស់គាត់ស្ថិតនៅក្នុងសៀវភៅកំណត់ត្រារបស់រុស្ស៊ីសម្រាប់ចិញ្ចើមនិងរោមភ្នែកដ៏អស្ចារ្យរបស់គាត់ចំណង់ចំណូលចិត្តរបស់គាត់គឺបាល់ទាត់ឬ
បើទាត់ហើយគាត់ចង់ក្លាយជាកីឡាករអាជីពនៅពេលគាត់ធំឡើងវាមានសុវត្ថិភាពក្នុងការនិយាយថាគាត់នឹងឈរនៅលើវាពិតណាស់គាត់ទទួលបានការចាប់អារម្មណ៍ជាច្រើននៅពេលដែលគាត់ចេញទៅខាងក្រៅប៉ុន្តែ Mewens ឪពុកនិយាយថាកូនប្រុសរបស់គាត់មិនខ្វល់ពីរឿងនេះបន្តិចសោះមើលបានពិនិត្យដោយវិជ្ជាបណ្ឌិតហើយគាត់មានសុខភាពល្អទាំងស្រុងគាត់គ្រាន់តែមានសែនច្រើនហួសប្រមាណដែលបណ្ដាលឲ្យរោមចិញ្ចើមនិងរោមភ្នែកដុះក្មេងប្រុសដោះស្រាយឃាតកម្មខ្លួនឯងតើអ្នកជឿលើការចាប់បដិសន្ធឡើងវិញទេមនុស្សរាប់ពាន់លានអ្នកជុំវិញពិភពលោកជឿប៉ុន្តែមនុស្សភាគច្រើននៅប្រទេសលោកខាងលិចមិនជឿទេរឿងនេះអាចធ្វើឲ្យអ្នកផ្លាស់ប្ដូរចិត្តក្មេងប្រុសស៊ីរីអាយុ3ឆ្នាំម្នាក់បានធ្វើឲ្យឪពុកម្ដាយរបស់គាត់ភ្ញាក់ផ្អើលនៅពេលដែលគាត់និយាយថាគាត់បានចាប់បដិសន្ធឡើងវិញក្មេងប្រុសនេះជាកម្មសិទ្ធិរបស់ក្រុមជនជាតិភាគតិច Druze នៅក្នុងតំបន់ Golan Heights នៃប្រទេសស៊ីរីគាត់កើតមកជាមួយស្នាមក្រហមវែងនៅលើក្បាលរបស់គាត់ឪពុកម្ដាយរបស់គាត់សន្មតថានេះជារឿងធម្មជាតិប៉ុន្តែនៅពេលដែលគាត់ឈានដល់អាយុ3ឆ្នាំគាត់បានប្រាប់ឪពុកម្ដាយរបស់គាត់ថាជីវិតរបស់គាត់ត្រូវបានគេយកទៅដោយពូថៅហើយថាស្នាមកំណើតគឺនៅត្រង់កន្លែងដែលពូថៅនឹងត្រូវកាប់ក្បាលរបស់គាត់អ្វីដែលអស្ចារ្យនោះគឺក្មេងប្រុសបានប្រាប់ឪពុកម្ដាយរបស់គាត់ដូចដែលគាត់ឆាប់ចេះនិយាយគាត់បានប្រាប់គ្រួសាររបស់គាត់ថាជីវិតមុនរបស់គាត់ត្រូវបានឆក់យកទៅដោយសារការវាយប្រហារដោយពូថៅចំក្បាលអ្វីដែលអស្ចារ្យនោះគឺក្មេងប្រុសនោះដឹងច្បាស់ថាគាត់មកពីភូមិណាទោះបីជាមិនដែលទៅទីនោះពីមុនទេពេលទៅដល់ភូមិគាត់ក៏នឹកឃើញឈ្មោះអតីតកាលរបស់អ្នកស្រុកនៃភូមិអតីតកាលរបស់គាត់បានប្រាប់ឪពុកម្ដាយរបស់គាត់ថាក្មេងប្រុសដែលមានឈ្មោះដូចគ្នាបានបាត់ខ្លួនចំនួន4ជាច្រើនឆ្នាំមុនក្មេងប្រុសម្នាក់នេះថែមទាំងចងចាំឈ្មោះអ្នកដែលបានឆក់យកជីវិតគាត់ទៀតផងនៅពេលដែលបុរសនោះត្រូវបានគេប្រជុំមុខគាត់បានបដិសេធមិនទទួលស្គាល់អ្វីដែលគាត់បានធ្វើប៉ុន្តែនៅពេលនោះហើយដែលក្មេងប្រុសនោះបានដឹកនាំឪពុកម្ដាយនិងអ្នកភូមិទៅកាន់គ្រោងឆ្អឹងរបស់គាត់បុរសនោះគ្មានជំរឿសអ្វីក្រៅពីសារភាពចំពោះអ្វីដែលគាត់បានធ្វើកាលពី4ឆ្នាំមុនរឿងនេះត្រូវបានកត់ត្រាដោយអ្នកព្យាបាលជនជាតិអាល្លឺម៉ង់ឈ្មោះ Truls Haldor គាត់បានសរសេរសៀវភៅទាំងមូលមួយក្បាលដែលមានឈ្មោះថាកុមារដែលបានរស់នៅមុនពេលចាប់បដិសន្ធឡើងវិញនៅថ្ងៃនេះក្មេងប្រុសដ៏អស្ចារ្យនេះពិតជាកម្រណាស់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលដែលមានករណីជាច្រើននៃកុមារដែលចងចាំជីវិតអតីតកាលរបស់ពួកគេZamzam Ellie មើលទៅប្លែកខ្លាំងគាត់មកពីប្រទេស Rwanda គាត់មានលក្ខខណ្ឌមួយដែលគេស្គាល់ថា Microcephaly នេះធ្វើឲ្យក្បាលរបស់គាត់តូចជាងផ្នែកផ្សេងទៀតនៃរាងកាយរបស់គាត់យ៉ាងគួរឲ្យសោកស្ដាយដែលអ្នកភូមិជាច្រើនអ្នកភូមិមិនយល់ពីរឿងនេះហើយចំអកឲ្យគាត់ជាច្រើនដែលគួរឲ្យសោកស្ដាយដែលអ្នកភូមិជាច្រើនដែលគាត់រស់នៅក្បែរចំអកឲ្យគាត់ចំពោះរឿងនេះជារៀងរាល់ថ្ងៃនេះមានន័យថាគាត់ចំណាយពេលភាគច្រើននៅក្នុងព្រៃហើយពេលខ្លះញ៉ាំមានតែស្មៅដែលគេស្គាល់ថារត់លឿនគ្រប់ដណ្ដប់ចម្ងាយ20ម៉ាយក្នុងមួយថ្ងៃទោះបីជារូបរាងប្លែកម្ដាយរបស់គាត់និយាយថាគាត់ស្អាតគួរឲ្យសោកស្ដាយម្ដាយរបស់គាត់បានបាត់បង់កូន5នាក់មុនគាត់Zamzam គឺជាកូនតែមួយគត់ដែលនៅរស់រានមានជីវិតរបស់នាងប៉ុន្តែជាអកុសលម្ដាយរបស់គាត់លែងអាចធ្វើការបានទៀតហើយនោះហើយជាមូលហេតុដែលឥឡូវនេះពួកគេរស់រានមានជីវិតដោយសារការបរិច្ចាគពីមនុស្សល្អតាមអនឡាញពួកគេបានទទួលការបរិច្ចាគពីទូទាំងពិភពលោកតែល្អប៉ុន្តែវាសោកសៅដែលមនុស្សចម្លែកសរុបមកពីជុំវិញពិភពលោកប្រព្រឹត្តចំពោះពួកគេបានល្អប្រសើរជាងជនរួមភូមិរបស់ពួកគេ Victoria Wright Victoria Warit មើលទៅដូចជាទារកទូទៅនៅពេលដែលនាងទើបតែកើតប៉ុន្តែនៅអាយុ4ឆ្នាំមុខនឹងជីវិតរបស់នាងបានផ្លាស់ប្ដូរជារៀងរហូតនាងមានជំងឺសែនដ៏កម្រមួយហៅថា Cherubism មានមនុស្សតែ200នាក់ប៉ុណ្ណោះនៅលើពិភពលោកដែលមានជំងឺនេះដែលមានន័យថានាងជាមនុស្សម្នាក់ក្នុងចំណោម38លាននាក់ជំងឺនេះបានធ្វើឲ្យខូចទ្រង់ទ្រាយផ្នែកខ្លះនៃផ្ទៃមុខរបស់នាងកុមារនិងមនុស្សធំបានចំអកឲ្យនាងនិងសើចចំអកឲ្យនាងយ៉ាងច្រើនហើយនៅពេលដែលនាងឈានដល់វ័យជំទង់ភ្នែករបស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរប៉ុន្តែនៅពេលដែលនាងមានអាយុ20ឆ្នាំនាងបានរៀនស្រឡាញ់ខ្លួនឯងហើយនេះមានន័យថានាងឈប់ខ្វល់ពីអ្នកដែរវិនិច្ឆ័យរូបរាងរបស់នាងសូម្បីតែវិជ្ជាបណ្ឌិតក៏បានផ្ដល់ការវះកាត់ឲ្យនាងដើម្បីកាត់បន្ថយទំហំផ្គាមរបស់នាងដែរប៉ុន្តែនៅពេលនោះវិគីបានសម្រុះសម្រួលជាមួយនឹងរូបរាងរបស់នាងហើយនិយាយថាទេខ្ញុំគិតថាយើងទាំងអស់គ្នាអាចរៀនបានជាច្រើនពីវិគីនោះគឺថាមនុស្សគ្រប់រូបមានសម្រស់ធម្មជាតិហើយយើងមិនចាំបាច់ព្រួយបារម្ភអំពីអ្វីដែរអ្នកក៏តែគិតពីយើងទោះបីជាវាអវិជ្ជមានក៏ដោយវិគីឥឡូវនេះពេញចិត្តហើយថែមទាំងមានមោទនភាពចំពោះមុខរបស់នាងទៀតផងរូបរាងមិនធម្មតារបស់នាងធ្វើឲ្យនាងមានតែមួយគត់ហើយក៏ជាមនុស្សរឹងមាំផងដែរនាងគីមកាតវិករូបរាងប្លែកនិងអស្ចារ្យទាក់ទាញភ្នែកនាងជាតារាម៉ូដែលហើយហៅខ្លួនឯងថាជាមហាក្សត្រីនៃភាពងឹតនោះគឺដោយសារតែស្បែករបស់នាងខ្មៅខ្លាំងនៅក្មេងគ្រួសាររបស់នាងយ៉ាគីមបានភៀសខ្លួនចេញពីប្រទេសស៊ូដង់ខាងត្បូងហើយបានទៅសហរដ្ឋអាមេរិកកាលពីនាងនៅក្មេងណាយ៉ាគីមមានអារម្មណ៍ខ្មាស់អៀនព្រោះនាងខុសពីមនុស្សដទៃទៀតនាងថែមទាំងគិតចង់បានការព្យាបាលធ្វើឲ្យស្បែកភ្លឺប៉ុន្តែនៅទីបំផុតនាងបានរៀនស្រឡាញ់ខ្លួនឯងហើយឥឡូវនេះរូបរាងប្លែករបស់នាងត្រូវបានមនុស្សរាប់លានអ្នកស្រឡាញ់ពិភពលោកមិនត្រឹមតែជាតារាម៉ូដែលដ៏ជោគជ័យម្នាក់ប៉ុណ្ណោះទេថែមទាំងមានអ្នកតាមដាន Instagram ជាង1លានអ្នកទៀតផងប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវធ្វើឲ្យសម្លេងរបស់អ្នកត្រូវបានគេសូមបញ្ចេញមកខាងក្រោមថាតើអ្នកគិតថាអ្នកណាជាមនុស្សអស្ចារ្យបំផុតមនុស្សនៅក្នុងវីដេអូនេះប្រសិនបើអ្នកចង់បានវីដេអូដ៏អស្ចារ្យបន្ថែមទៀតសូមពិនិត្យមើល Channel ទី2របស់ខ្ញុំប៉ុន្តែដូចជាសូមអរគុណសម្រាប់ការទស្សនាជានិច្ចមានខ្លឹមសារបន្ថែមទៀតដែលអ្នកប្រហែលជាចូលចិត្តនៅលើអេក្រង់ឥឡូវនេះចាក់ចេញ
ប្រសិនបើអ្នករីករាយហើយប្រសិនបើអ្នកមិនទាន់បានធ្វើអ្វីដែលអ្នកកំពុងរង់ចាំសូមជាវ Top 10
លើកនេះខ្ញុំ